តែជាទូទៅយើងត្រូវចាំថាការបាញ់សារធាតុចិញ្ចឹមទៅឲ្យផ្កាគឺយ៉ាងហោចណាស់យើងទុកពំលាតចន្លោះលឿនបំផុតក៏12ថ្ងៃទៅ15ថ្ងៃដែរចាំយើងបញ្ចូលសារធាតុម្ដងទៀតជាលើកទី2ខ្ញុំទទួលបានព័ត៌មានពីម្ចាស់ចំការច្រើនដែលគាត់សួរថាតើអំឡុងពេលដែលចន្ទីវាបែកផ្កានេះយើងត្រូវបាញ់សារធាតុចំទៅឲ្យផ្កាប្រមាណដងទើបវាអាចទម្លាក់ទៅ10-50% នៃវិតពេញលេញដើម្បីយើងបំពន់ប៉ូតាស្យូមចូលអញ្ចឹងដើម្បីឲ្យផ្កានេះវារីកនឹងវិវត្តនៃការកាត់លំអងកសញីកសឈ្មោលទៅជាការទម្លាក់ក្តឹបបានលឿនគឺយើងអាចបាញ់ចន្លោះ2ដងឬក៏អាចដល់13ដងតាមស្ថានភាពជាក់ស្ដែងដែលយើងអង្កេតឃើញផ្ទាល់ថាតើពេលដែលយើងបាញ់ទៅហ្នឹងវាវិវត្តបានកម្រិតណាតែជាទូទៅយើងត្រូវចាំថាការបាញ់សារធាតុចិញ្ចឹមទៅឲ្យផ្កាគឺយ៉ាងហោចណាស់យើងទុកពំលាតចន្លោះលឿនបំផុតក៏12ថ្ងៃទៅ15ថ្ងៃដែរចាំយើងបញ្ចូលសារធាតុម្ដងទៀតជាលើកទី2អញ្ចឹងដើម្បីកុំឲ្យមានបញ្ហាការលើសសារធាតុចិញ្ចឹមឬក៏វាទៅជា stress ឲ្យរុក្ខជាតិរបស់យើងកំពុងតែវិវត្តនេះមិនពេញលេញទៅវិញអញ្ចឹងនៅដំណាក់កាលនេះបន្ទាប់ពីយើងបានបាញ់ពពួកបរុននិងដំរីស៊ីម្បូមួយជើងហើយនៅជើងទី2យើងអាចឲ្យគាត់ប្រើបរុនជាមួយនឹងពពួកស៊ីវិតពិសេសជើងទី2អញ្ចឹងបរុននៅតែជាតួអង្គសំខាន់នៅក្នុងការបំពន់គុណភាពផ្ការបស់យើងឲ្យវិវត្តទៅពេញលេញនឹងការបង្កាត់កេសរញីកេសរឈ្មោលបានលឿនហើយសារធាតុស៊ីវីតជាសារធាតុសម្បូរទៅដោយទឹកជីសរ៉ាយសមុទ្រដែលវាជួយបង្រឹងកោសិកាគុណភាពតងផ្កាក៏ដូចជាកញ្ចុំផ្កាទាំងអស់នេះដើម្បីឲ្យវាធន់ជាមួយនឹងអាកាសធាតុកុំឲ្យវាប្រែប្រួលលឿនពេកវាធ្វើឲ្យខូចគុណភាពផ្កាអញ្ចឹងជីពីមុខនេះគឺយើងបាញ់បំពន់ទៅលើចន្ទទីរបស់យើងដែលកំពុងតែមានសន្តានលូតផ្កាមកបែបនេះដើម្បីឲ្យផ្កាវាវិវត្តទៅផ្កាពេញលេញទម្លាក់ក្តឹបបានលឿនបាទសូមអរគុណ